សម្រាប់រសជាតិវិញបងប្អូនគឺធានាថាអែមមែនតែនគឺគ្រាន់តែឃើញឃ្លានម្ដងទៀតដោយបងប្អូនបានឃើញនៅក្បាលវីដេអូអញ្ចឹងបាទពិតជាឆ្ងាញ់មែនតែនសម្រាប់មុខម្ហូបដែលខ្ញុំកំពុងតែបង្ហាញដល់បងប្អូននេះគឺជើងជ្រូកមួយចំហៀងសម្រាប់ជើងជ្រូកមួយចំហៀងនេះគឺខ្ញុំយកមកច្នៃធ្វើជាខប្រហុកជើងជ្រូកពីមុនមកយើងធ្លាប់តែយកត្រីពោត្រីអណ្ដែងខប្រហុកតែឥឡូវនេះខ្ញុំច្នៃជើងជ្រូកយកមកខប្រហុកវិញម្ដងតើវាឆ្ងាញ់កម្រិតណាឥឡូវនេះខ្ញុំបានយកជើងជ្រូកដែលបានដុតឲ្យក្រហមបន្តិចដើម្បីបង្កើនក្លិនឈ្ងុយយកមកកាត់ជាដុំៗបន្ទាប់ពីខ្ញុំកាត់ដុំៗហើយគឺខ្ញុំបានយកទៅញាត់សាច់ជ្រូកដែលខ្ញុំកាត់ជាដុំនោះយកមកដាក់ចូលនៅក្នុងឆ្នាំងដីបងប្អូនអាចហៅថាក្អមសម្រាប់គ្រឿងផ្សំវិញខ្ញុំបានដាក់ដូចជាខ្ទឹមរំដេងប្រហុកបាទប្រហុកអំពិលខ្ចីខ្ញុំដំវាឲ្យទុទៅអំពិលនេះគឺខ្ញុំបង្កើនរសជាតិជូរជ្រះមាត់ល្មមខ្ញុំប្រើអំបិល1ស្លាបព្រាប៊ីចេង200គ្រាប់ស្ករ500គ្រាប់និងប្រេងឆាបន្តិចមកបន្ទាប់មកខ្ញុំដាក់ទឹកប៉ុន្តែខ្ញុំមិនបានបង្ហាញបងប្អូនទឹកបាទការពិតខ្ញុំបានដាក់ទឹកនេះជាយងចេកបាទខ្ញុំធ្វើក្របបែបនេះដើម្បីឲ្យវាងុំហប់ល្អអត់មានក្របបាទយងចេកបែបហ្នឹងទៅហើយបន្ទាប់មកយើងក៏យកវាទៅដាក់នៅក្នុងភ្លើងឲ្យវាឆេះអញ្ចឹងទៅនេះដាក់តិចច្បើងស្មៅអីអញ្ចឹងក្រៀមដាក់វាឆេះមកប្រើទៅសម្រាប់ម្ហូបនេះគឺខ្ញុំប្រើពេល30នាទីខ្ញុំប្រើពេលវែងបន្តិចបាទ30នាទីដោយសារអីដោយសារជើងជ្រូកខ្ញុំអត់ហ៊ានភ្លាមយកមកភ្លាមនេះខ្ញុំដាក់វាឲ្យផុយបន្តិចបាទ30នាទីនេះសឹងតែមិនចង់ផុយឥឡូវឆ្អិនហើយបងប្អូនសម្រាប់នៅខាងលើនេះវិញគឺខ្ញុំបន្ថែមនៅស្ពៃយើងនឹងស្ពៃតឿនឹងបាទខ្ញុំបន្ថែមក្រោយឲ្យបានថតបង្ហាញដល់បងប្អូនទេខ្ញុំបន្ថែមនៅពេលដែលសាច់ជ្រូកវាឆ្អិនបន្តិចហើយពុះទៅខ្ញុំបានដាក់ស្ពៃពីលើបាទលួចបន្លែបន្តិចដើម្បីឲ្យរសជាតិវាកាន់តែឆ្ងាញ់ណាបងប្អូនតំណងមែនតើបាទដៅយោឆ្ងាញ់យ៉ាងនេះអូឆ្ងាញ់អែម